នេះជារាសីឆ្នាំខាលខ្លាក្នុងខែធ្នូ2025ទស្សនវិជ្ជាទូទៅខែនេះជាខែបញ្ចប់ឆ្នាំដែលនាំឲ្យមានការពិចារណាខ្លួនឯងនិងរៀបចំផែនការសម្រាប់ឆ្នាំថ្មីអ្នកឆ្នាំខាលអាចជួបការផ្លាស់ប្ដូរតូចៗប៉ុន្តែមានន័យសំខាន់ការងារនិងអាជីពការងារមានការកើនឡើងបន្តិចៗត្រូវអត់ធ្មត់និងកុំប្រញាប់សម្រេចចិត្តធំអាចមានអ្នកជួយឬឱកាសថ្មីប៉ុន្តែត្រូវពិនិត្យថម្អិតមុនទទួលយកសម្រាប់អ្នករកការងារមានសញ្ញាល្អនៅចុងខែហិរញ្ញវត្ថុចំណូលមធ្យមប៉ុន្តែចំណាយច្រើនជាងធម្មតាការចូលរួមពិធីឬទិញទំនិញចុងឆ្នាំគួរជៀសវាងការវិនិយោគមានហានិភ័យខ្ពស់ស្នេហាអ្នកមានគូត្រូវអត់ធ្មត់និងសន្ទនាឲ្យច្បាស់ដើម្បីជៀសវាងការយល់ច្រឡំអ្នកនៅលាវអាចជួបមនុស្សថ្មីតាមការងារឬមិត្តភក្តិសុខភាពប្រុងប្រយ័ត្នអំពីភាពនឿយហត់និងការគេងមិនគ្រប់គួរហាត់ប្រាណស្រាលៗនិងសម្រាកឲ្យបានល្អសំណាងប្រចាំខែថ្ងៃល្អគឺថ្ងៃអង្គារនិងថ្ងៃសៅរ៍ពណ៌សំណាងគឺពណ៌ខៀវនិងបៃតងលេខសំណាងគឺ3និង9សរុបមកខែធ្នូ2025ជាខែសម្រាប់បិទបញ្ចប់ការងារចាស់ៗនិងរៀបចំផែនការថ្មីដោយភាពប្រុងប្រយ័ត្ននិងចិត្តស្ងប់បើអ្នកចង់បានរាសីឆ្នាំផ្សេងឬរាសីខែ1 2026សូមប្រាប់បានលើយ